ខ្ញុំបាទតាំងរំទូ CMC ប្រចាំខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យថ្ងៃនេះខ្ញុំបាទមកដល់ពលកន្លែងភូមិរតចំបៃសង្កាត់អ៊ុស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបាទពីព្រឹកមិញនេះទាហានថៃឈុតបារាបានមកដល់កន្លែងបងប្អូនខ្មែរបងប្អូនបេស្វាយបងប្អូនបេស្វាយនេះសង្កាត់ភូមិរតចំបៃនេះទាហានថៃដែលឈុតបារានេះបានមកដល់កន្លែងខ្ញុំចូលសម្ភារនេះហើយគាត់បានប្រាប់ឲ្យបងប្អូនយើងដែលបេះស្វាយនឹងបេះបានតែថ្ងៃនឹងទេថ្ងៃស្អែកវាលែងឲ្យចូលហើយខ្ញុំបាទតាំងរត់ក៏ខំពុះពៀបដល់ឲ្យឃើញផ្ទាល់នឹងភ្នែកគឺថាទៅមុខថាបើជិត100ម៉ែត្រប៉ុណ្ណឹងទេគឺថាគ្រោះថ្នាក់ដល់ខ្ញុំបាទជាអ្នករាយការណ៍ហើយក៏ប៉ុន្តែទោះបីយ៉ាងណាក៏បាទខ្ញុំបាទបានខំពុះពៀមកដល់ផ្ទាល់ដែលឃើញបងប្អូនគាត់បេះស្វាយហ្នឹងគឺថាស្វាយគាត់ត្រូវដល់ថ្ងៃខែបេះហើយគាត់ពុះពៀមកបេះយកស្វាយសិនខ្ញុំខ្លួនឡងទៅលើបាទនៅពេលដែលបងប្អូនបេះស្វាយនៅគៀកនឹងកន្លែងនៅកងទ័ពថៃវាដាក់កងទ័ពទៅមុខខ្ញុំបាទជាប្រហែលម៉ែត្រមុខនេះប្រហែលជា100ជាង100ម៉ែត្រជាងណាហើយមានការប្រុងប្រយ័ត្នខ្ពស់ដែរអត់ទេពួកខ្ញុំមករងថ្ងៃដែរខ្ញុំនឹកឃើញថាពួកគេបាំងខាងនោះបាទអញ្ចឹងបាំងខាងនោះខ្ញុំអាចថាខាងនេះវាអត់មានពាក់ព័ន្ធទេណាបាទតែអញ្ចឹងទេខ្ញុំគិតថាមកយូរដែរខ្ញុំមកពិនិត្យដែរតែវាហ៊ានថៃនៅមុខខ្ញុំនោះប្រហែល100ម៉ែត្រណា100ម៉ែត្រជាង100ម៉ែត្រជាងហើយលើតំណែងថាម៉េចមិនស្អាតមិនថាឲ្យបេះថ្ងៃហ្នឹងថ្ងៃហ្នឹងមកពេលព្រឹកប្រហែលជាម៉ោងមិន10មិនអូទៅហ៊ានថៃមកដល់លើកមកបាទមកដល់ខ្ញុំសុំបាទខ្ញុំសុំមកដល់លើកឲ្យប្រាប់ថាម៉េចខ្ញុំឥឡូវខ្ញុំសុំបេះស្វាយតែមួយថ្ងៃទេហើយវាថាម៉េចដែរថាបេះស្វាយមួយថ្ងៃហ្នឹងបានប៉ុន្តែបែកមកអត់បានទេឯងមកអត់បានបាទអញ្ចឹងបាទហើយមានការប្រុងប្រយ័ត្នខ្ពស់ណាបាទអញ្ចឹងពួកគេរាំងខាងនោះហើយយើងនៅខាងនេះខ្ញុំគិតថាវាអត់មានបញ្ហាទេហើយខ្ញុំក៏តែងតែមកមើលដែរដើររុកចុះឡើងទៅខ្លួនខ្ញុំហ្នឹងណាបាទតែឥឡូវមកនេះមិនលីទេវាកាលដែលទៅរៀបថៃមកហ្នឹងឈុតខ្មៅហើយឈុតបារាពួកបារាមកបងបាទហើយវានិយាយជាមួយយើងមានការគួរសមនេះឬមួយក៏សម្លុតយើងអត់ទេអត់មិនសម្លុតទេគ្រាន់ថាមកកន្លែងនេះវាអត់មានសុវត្ថិភាពបាទមកកន្លែងនេះអត់មានសុវត្ថិភាពទេអញ្ចឹងថ្ងៃក្រោយអត់ឲ្យមកដឹងអត់កន្លែងនេះតំបន់គឺគេហាមគាត់អត់ឲ្យចូលមកពេលខ្លះទេព្រោះខ្ញុំប្រាប់ទៅវិញថាខ្ញុំមិនដឹងទេព្រោះខ្ញុំនាំគ្នាមកខ្ញុំមកបេះពីការខ្វាយខ្ញុំសូមបេះការខ្វាយខ្ញុំតាមួយថ្ងៃនេះទេបាទខ្ញុំគប់មកហើយអរគុណណាស់អរគុណនៅឱកាសដែលកំពុងបេះស្វាយបងប្អូនប្រជាពលរដ្ឋយើងបានប្រាប់ខ្ញុំបាទផ្ទាល់ថាទាហានបារាថៃបានមកដល់កន្លែងបេះស្វាយហ្នឹងកន្លែងខ្ញុំសម្ភារហ្នឹងទៅម្ដងខ្ញុំជាយាមចង់ទៅមុខដែរប្រហែល100ម៉ែត្រក៏ប៉ុន្តែបងប្អូនចេះខាត់ខ្ញុំថាកុំឲ្យទៅមុខទៀតបាទដូច្នេះការយកព័ត៌មានរបស់ជននឹងមកដល់ផ្ទាល់កន្លែងដែលគ្រោះថ្នាក់ណាស់